ជាចុងក្រោយនេះខ្ញុំបាទសូមអនុញ្ញាតបង្ហាញជូននៅរឿងចម្លែកមួយដែលអ្នកភូមិនិយាយតគ្នាថាមានបារមីម៉ារីងកងវិលជួយសង្គ្រោះគោទើមួយក្បាលឲ្យរួចផុតពីស្លាប់ប្រសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ3ឆ្ពោះទៅខេត្តកំពតមកដល់ផ្សារត្រាំកោះបាត់ស្ដាំចូលជ្រៅក្បែរជើងភ្នំពាក់បង្កង់មកដល់ភូមិត្រពាំងរស័យឃុំត្រាំកោះស្រុកត្រាំកោះយើងនឹងបានឃើញលំនៅឋានបែបបុរាណដ៏ធំមួយហុំព័ទ្ធទៅដោយដំណាំស្ទើរគ្រប់មុខម្ចាស់លំនៅឋានក្នុងវ័យប្រមាណ50ឆ្នាំនេះបានរស់រាយរាក់ទាក់យ៉ាងខ្លាំងដល់ក្រុមការងាររបស់យើងខ្ញុំប្រសិនបើយើងពិនិត្យមើលតាមថ្នាក់ធ្នើសសរផ្ទះធ្នឹមក្បាលក្រែរទេះសេះយើងបានឃើញនៅគ្រឿងសម្រាប់ក្មេងលេងជាច្រើនដែលនេះគឺសុទ្ធសឹងជារបស់ដែលរៀបសម្រាប់ម៉ារីងកងវិលបាទការរៀបចំអាសនៈម៉ារីងកងវិលស្ទើរគ្រប់កន្លែងបែបនេះបញ្ជាក់ឲ្យដឹងថាផ្ទះនេះសម្បូរទៅដោយម៉ារីងកងវិលបាទពិតជាមិនខុសនោះទេម៉ារីងកងវិលនៅទីនេះបានធ្វើឲ្យអ្នកភូមិត្រពាំងរស័យនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែញៀនចម្លែករបស់ម្ចាស់ម៉ារីងកងវិលនេះដឹងរឿងរ៉ាវនៃគោទើមួយក្បាលដែលម្ចាស់វាបំរុងយកទៅលក់ហើយត្រូវបានម៉ារីងកងវិលប្រាប់ម្ចាស់ឲ្យទៅជួយសង្គ្រោះទាន់ពេលវេលាថាមានម៉ារីងកងវិលឲ្យមកបញ្យល់សពប្រាប់អ៊ំដែរអាហ្នឹងមិនដែរអ៊ំអ្នកប្រាប់ដែរមានប្រាប់ដែរបាទគឺថារក្សាគេទឹកទៅក្នុងថ្ងៃមុខថ្ងៃស្គាល់គេឲ្យលៀបទៅនិយាយអញ្ចឹងណាបើខ្ញុំនឹកឃើញតែរៀបចំកន្លែងអាសនៈរបស់គេហ្នឹងឲ្យជំនឿឲ្យជំនឿការរស់នៅរបស់គេថ្លៃក្នុងជួបជាមួយក្រុមការងារយើងខ្ញុំលោកអ៊ំម្នាក់នេះបានប្រាប់ឲ្យដឹងថាលោកអ៊ំឈ្មោះអែមទៀងអាយុ52ឆ្នាំសពថ្ងៃនៅជាមួយប្រពន្ធគាត់មានកូន4នាក់និងចិញ្ចឹមក្មេងកំព្រា5នាក់ពាក់ព័ន្ធទៅនឹងគោទើមួយក្បាលនេះលោកអ៊ំបានរៀបរាប់ឲ្យដឹងថាគោទើនេះពិតជាត្រូវបានម៉ារីងកងវិលរបស់គាត់ប្រាប់ឲ្យទៅជួយសង្គ្រោះពិតប្រាកដមែនដោយទិញពីគេមកតម្លៃ50,000 រៀលលោកអ៊ំបានបន្តឲ្យដឹងទៀតថាម៉ារីងកងវិលបានប្រាប់គាត់អំពីទីកន្លែងដែលគោទើនេះត្រូវគេយកទៅលក់ហើយប្រាប់ថាឲ្យទៅជួយសង្គ្រោះយកមកគោនេះនឹងផ្ដល់លាភសក្ការៈដល់គាត់ទៅថ្ងៃក្រោយជាក់ជាមិនខានឡើយព្រឹកឡើងគាត់ក៏ទៅរកគោទើនោះឃើញពិតប្រាកដមែនហើយក៏បានទិញបណ្ដាយកមកផ្ទះដោយសារការពេលទិញនោះលោកអ៊ំបានធ្លុយមាត់ប្រាប់អ្នកលក់អំពីម៉ារីងកងវិលរបស់គាត់បានប្រាប់រួមផ្សំនឹងអ្នកភូមិនេះអ្នកណាក៏ដឹងថាគាត់មានម៉ារីងកងវិលកាន់ខ្នងរោគមុខផងនោះទើបអ្នកភូមិផងផ្អើលមកមើលគោទើនេះគ្រប់គ្នាហើយបាននិយាយតគ្នាថាគោទឿននេះបានម៉ារីងកងវិលជាអ្នកជួយសង្គ្រោះជីវិតចំពោះលោកអ៊ំវិញក៏គាត់បានសារភាពថាគាត់ពិតជាមានម៉ារីងកងវិលកាន់ខ្នងរោគមុខពិតប្រាកដមែនដោយចេះតែប្រាប់គាត់មុនជានិច្ចនៅរឿងហេតុផ្សេងដែលបំរុងនឹងកើតឡើងលើរូបគាត់ហើយម៉ារីងកងវិលនេះបានជួយថែរក្សាការពារគោក្របីសេះរបស់គាត់មិនឲ្យឈឺមិនឲ្យបាត់ឡើយលោកអ៊ំបានមានម៉ារីងកងវិលនេះកាន់ខ្នងរោគមុខតាំងពីតូចមកប៉ុន្តែក្រៅពីជួយគាត់បានសុខសប្បាយម៉ារីងកងវិលនេះពុំចេះអ្វីទៀតឡើយតែណាកន្លែងនេះគេតាមថែរក្សាជាប់បាត់ឈ្មោះឲ្យមិនជួយប្រាប់ខ្ញុំដឹងខ្លួនខ្ញុំអញ្ចឹងទៅផ្ទះខ្ញុំគ្រួសារខ្ញុំជួយអញ្ចឹងបើមិនដើមជួយប្រាប់មកកណ្ដាលយកមកខ្ញុំមកដល់ផ្ទះមកទៅកណ្ដាលយកមកខ្ញុំមកម៉ោង1ម៉ោង2ដល់ខ្ញុំមកខ្ញុំអត់ខ្លាយតែដល់គេដាក់ជឿនមកទៅមកបើគេឲ្យសុករបស់ខ្ញុំហ្មងចំសត្វប្រឡត់សុកតាមរហូតរបស់ខ្ញុំហូតតែទៅព្រោះណាពីងាប់គូងាប់អ្វីរបស់ខ្ញុំអត់ដែរមានហត់បាទម៉ារីងកងវិលបើតាមគម្ពីររបស់ចាស់បុរាណថាគឺជាបិសាចមួយពួកដែលតែងសម្ដែងឲ្យឃើញរូបជាកូនក្មេងនៅអាស្រ័យតាមដងព្រៃជាបិសាចខ្វៀលគ្រប់គ្រងពពួកសត្វព្រៃអ្នកខ្លះដែលប្រកាន់ជឿខ្មោចបិសាចរមែងរាប់អានបូជាដោយផ្ទុកផ្ដាក់ថាជួយមើលខ្វៀលរក្សាគោក្របីសេះដំរីឲ្យផងបាទស្របនឹងពាក្យរបស់អ៊ំប្រុសម្នាក់នេះណាដែលថាគោក្របីសេះមន់ទារបស់គាត់ពុំដែលចេះឈឺឬក៏បាត់បង់ឡើយជាពិសេសធ្វើឲ្យគាត់បានសុខសប្បាយរុងរឿងលើសគេឯងនៅក្នុងភូមិទៀតផង